វីដេអូនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបដាក់រូបភាពនិងចំណងជើងរូបភាពនៅលើ Microsoft Word ឲ្យបានត្រឹមត្រូវបាទអញ្ចឹងជាទូទៅពេលដែលយើងដាក់រូបភាពនៅលើ Word ហ្នឹងពេលដែលយើង send file ទៅគេផ្សេងបញ្ហាមួយគឺ ray បាទបានន័យថារូបភាពហ្នឹងរត់ ray ទៅលើអក្សរដែលយើងបានសរសេរចុះទៅណាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញទី1របៀបដាក់រូបភាពណាទី2របៀបដាក់ចំណងជើងរូបភាពអញ្ចឹងរបៀបដាក់រូបភាពឲ្យបានត្រឹមត្រូវទី1សូមឲ្យលោកគ្រូអ្នកគ្រូបាទលោកគ្រូអ្នកគ្រូបញ្ចូលតារាងសិនបាទអញ្ចឹងយើងចូលកន្លែង insert មកបាទចូលកន្លែង insert មកហើយយើងយកកន្លែង table ណាបាទយកកន្លែង table ហើយសំណួរសួរទៅលោកគ្រូអ្នកគ្រូវិញថាតើរូបភាពដែលលោកគ្រូអ្នកគ្រូចង់ដាក់ហ្នឹងមានប្រមាណបាទអញ្ចឹងបើមានតែមួយទេយើងគូសតែមួយកន្លោនមកណាបាទគូសតែមួយកន្លោនមកយើងបានអញ្ចឹងបាទអញ្ចឹងដល់ពេលយើងបានអញ្ចឹងហើយសូមឲ្យលោកគ្រូអ្នកគ្រូទៅ copy រូបភាពបាទអញ្ចឹងខ្ញុំ copy រូបភាពនេះបាទហើយយើងចុចមកស្ដាំមកយើងយកពាក្យថា copy មកបាទហើយយើងត្រឡប់មក Word វិញបាទអញ្ចឹងយើងត្រឡប់មក Microsoft Word វិញហើយលោកគ្រូអ្នកគ្រូចូលកន្លែង Home នេះបាទយកកន្លែង Home នេះហើយយកកន្លែង Path ណាបាទអញ្ចឹងយើងកុំទាន់ចុច Path តែម្ដងយើងចុចក្បាលព្រួយនៅពីក្រោមពាក្យ Path នឹងសិនមកយើងយកនេះណាបាទយើង Path មកអញ្ចឹងយើងឃើញថារូបភាពដែលយើងបានដាក់នេះគឺចូលទៅក្នុងតារាងដែលយើងបានកំណត់ណាបាទយើងសេរីរូបភាពរបស់យើងតាមចិត្តយើងចង់ទេបាទយើងចង់ទៅឆ្វេងទៅស្ដាំបាទទៅកណ្ដាលក៏បានអញ្ចឹងដើម្បីឲ្យយើងបាត់ពេលយើងសេរីហើយបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំសេរីអញ្ចឹងហើយចង់ឲ្យបាត់តារាងនេះណាបាទចង់ឲ្យបាត់តារាងនេះលោកគ្រូគ្រាន់តែ select នេះមកនេះ select អញ្ចឹងមកអញ្ចឹងបើអត់ចាញ់បែបនេះដូចខ្ញុំទេលោកគ្រូគ្រាន់តែ select អញ្ចឹងមកហើយយកកន្លែងនេះណាបាទយើងចូល home មកនេះយើងយកកន្លែងនេះហើយយើងយកពាក្យថា no border ទេបាទហើយឃើញទេអញ្ចឹងយើងដាក់រូបភាពទៅរូបភាពហ្នឹងអត់រេតាណាទេណាអញ្ចឹងយើងផ្ញើ file នេះទៅឲ្យគេក៏អត់រេដែរ